អត់កុហកម្ដាយឪពុករបស់យើងកូនយើងដែលកើតមកក្រោយនេះក៏វាពិតត្រង់ជាមួយយើងតគ្នាចឹងទី2ខន្តីកាយយើងនៅជាមួយយេទូចនេះយើងអត់ធន់ម្ដាយណាទោះបីម្ដាយប្រើពាក្យសម្ដីអសុរោះកាយវិការអិរិយាបថណាមិនសមរម្យក៏យើងអត់ហ៊ានតពាក្យសម្ដីអិរិយាបថមិនសមរម្យទៅគាត់ដែរនៅតែទន់ភ្លន់និយាយព្រោះគោរពឲ្យតម្លៃអ្នកម្ដាយដល់អាកូនយើងវានៅជាមួយយើងឃើញអារបៀបអញ្ចឹងដល់យើងចាស់ទៅយើងស្ដីឲ្យកូនយើងមិនក៏វាអត់ហ៊ានតយើងដែរហ្នឹងអានឹងចឹងបានព្រះសម្ដែងទៅចម្រើនខន្តីមួយទៀតបើយើងអត់ធន់ជាមួយម្ដាយឪពុកយើងបានដល់តែយើងចាស់ទៅកូនយើងអត់ធន់ជាមួយយើងចឹងដែរទី3កតញ្ញូឥឡូវកូនធ្វើបន់ឲ្យអ្នកម្ដាយដឹងគុណម្ដាយយកម្ដាយមកងូតទឹកធ្វើបន់ឲ្យម្ដាយសប្បាយចិត្តនាំម្ដាយបំពេញសេចក្តីល្អដល់យើងចាស់ទៅអាកូនយើងធ្វើដាក់យើងចឹងដូចយើងកំពុងធ្វើឲ្យម្ដាយឪពុករបស់យើងចឹងហ្នឹងឬក៏មិនបានធ្វើរូបភាពនៃសេចក្តីល្អអញ្ចឹងកូនអាចបំពេញរូបភាពក្នុងសេចក្តីល្អអីផ្សេងក្រៅពីហ្នឹងហ្នឹងហើយចឹងបានព្រះសម្ដែងថាណាដឹងគុណរលឹកគុណលោកអ្នកមានគុណនោះគឺនៅនឹងចម្រើនធម៌3ហ្នឹងហ្មងសច្ចៈខន្តីកតញ្ញូដល់ណាមិនដឹងគុណមិនរលឹកគុណគឺវាអបសិទ្ធផ្ទុយពីអា3ហ្នឹងវាអត់បាននឹងវាទៅជាប្រាសច្ចៈវិញបើឯងអត់ធន់ជាមួយម៉ែឪឯងអាកូនឯងមកក៏វាខ្វះការអត់ធន់ជាមួយយើង